113ថ្ងៃហើយដែលវីរៈកងទ័ពកម្ពុជាចំនួន18រូបត្រូវបានចាប់ខ្លួននិងដាក់ឲ្យស្ថិតក្រោមការឃុំក្រងរបស់យោធាថៃផលិតផលសក្តានុពលកម្ពុជាចំនួន20ត្រូវបានចុះបញ្ជីជាផលិតផលអត្តសញ្ញាណជាតិនៅពេលនេះនាងខ្ញុំសូមជូនព័ត៌មានពិស្ដាថ្ងៃនេះជាថ្ងៃទី113ថ្ងៃហើយដែលវីរៈកងទ័ពកម្ពុជា18រូបត្រូវបានចាប់ខ្លួននិងដាក់ឲ្យស្ថិតក្រោមការឃុំក្រងរបស់យោធាថៃកម្ពុជាសូមអំពាវនាវឲ្យភាគីថៃដោះលែងពួកគាត់ត្រឡប់មកវិញឲ្យបានឆាប់រហ័សជាទីបំផុតដើម្បីឲ្យពួកគាត់អាចវិលត្រឡប់មកជួបជុំគ្រួសាររបស់ពួកគាត់និងប្រកបដោយសុខសុវត្ថិភាពស្របតាមច្បាប់មនុស្សធម៌អន្តរជាតិសូមបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរនៅគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះដើម្បីឲ្យភាគីថៃដោះលែងកងកម្លាំងរបស់យើងទាំង18នាក់នោះវិលត្រឡប់មកវិញឲ្យបានឆាប់រហ័សជាទីបំផុតនិងដោយសុខសុវត្ថិភាពរាជរដ្ឋាភិបាលក្រសួងការពារជាតិនិងកងយោធពលខេមរៈភូមិន្ទមិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយទោះក្នុងកលៈទេសៈណាក៏ដោយប្រិមិត្តជាទីមេត្រីដោយឡែកមន្ត្រីនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្មបានឲ្យដឹងថាគិតត្រឹមឆ្នាំ2025មានផលិតផលចំនួន20ត្រូវបានចុះបញ្ជីជាផលិតផលដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជាក្នុងនោះមានផលិតផលសមូហភាពចំនួន11ផលិតផលសម្គាល់ភូមិសាស្ត្រចំនួន8និងម៉ាកវិញ្ញាតកម្មចំនួន1ផលិតផលម៉ាកសមូហភាពដែលត្រូវបានចុះបញ្ជីរួមមាន1ដងខ្ទិះបាត់ដំបង2នំបញ្ចុកសៀមរាប3ក្រូចថ្លុងកោះ2 4គុយទាវភ្នំពេញ5អំបុកកំពង់ធំ6អង្ករដំណើប DSMK 7អង្ករសែនក្រអូប SKO 8អង្ករព្រះវិហារ9ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្ដាល10ថ្នាំជក់កម្ពុជានិង11សម្បុកត្រចៀកកម្មចំណែកផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រមាន1ម្រេចកំពត2ស្ករត្នោតកំពង់ស្ពឺ3ក្រូចថ្លុងកោះទ្រង់4ទឹកឃ្មុំព្រៃមណ្ឌលគិរី5ទឹកត្រីកំពតកែប6អំបិលកំពតកែប7បង្កងតាកែវនិង8ប្រហុកសៀមរាបនិងផលិតផលម៉ាកវិញ្ញាតកម្មចំនួន1គឺម៉ាលីសអង្គរអាយុត្តមវ៉ារុតសានរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មក្នុងឱកាសចូលរួមវេទិកានិងពិព័រណ៍កសិកម្មឆ្នាំ2025បានលើកឡើងពីការធ្វើពិពិធកម្មមុខទំនិញយុទ្ធសាស្ត្ររបស់កម្ពុជារួមទាំងដំណាំកសិកម្មមានសក្តានុពលដូចជាស្រូវអង្ករស្វាយចន្ទីដំឡូងមីស្វាយម្រេចនិងមានប៉ៃលិនជាដើមដើម្បីពង្រីកទីផ្សារនាំចេញនាងខ្ញុំសេរីសុភ័ណ្ឌពីព័ត៌មានខ្លីៗនៃវិទ្យុជាតិខេត្តកណ្ដាល